ban si là ăn phai EV sang 7 10 នាទី ពី 30 ទៅ 80% មូលហេតុតែនេះកម្លាំងទទួលប្រភេទ DC កម្លាំងទទួលរបស់ឡាននេះគឺរហូតដល់ 156 គីឡូវ៉ាត់អញ្ចឹងមានន័យថាកម្លាំងទទួលរបស់វាគឺវាធំវាលឿនអញ្ចឹងឲ្យធ្វើឲ្យឡាននេះសាកថ្មរត់តែលឿនជាងឡានទូទៅផ្សេងៗអញ្ចឹងការសាកថ្មសាកចល័តក៏បាន7គីឡូវ៉ាត់ក៏បាន fast charge ក៏បានអញ្ចឹងវាបានទាំងអស់ហ្នឹងបងហើយទំហំថ្មរបស់វា 60.9 គីឡូវ៉ាត់ម៉ោងមានន័យថាសាកថ្មពី0ទៅ100គឺ60គីឡូភ្លើងអញ្ចឹងបងគុណលុយទៅបើសិនជា1គីឡូ500បងសាកអស់ខានដល់10រៀលហ្នឹងបង1គីឡូ500 15000 5 6ដល់30អស់តែ30000ទេបើសាកនៅផ្ទះបើសាកនៅឬក៏40000អីគឺជីបានដល់520គីឡូជីក្នុងក្រុងមួយអាទិត្យអស់ឯឡានហ្នឹងបងអាកន្លែងនេះបាទខ្ញុំនិយាយថាវាពិសេសជាងឡានផ្សេងៗទូទៅដោយសារឡានផ្សេងៗវាប្រើម៉ូទ័រខាងមុខអញ្ចឹងឡាននេះយើងប្រើម៉ូទ័រក្រោយអញ្ចឹងម៉ូទ័រក្រោយ performance សន្ទុះល្បឿនវាគឺរត់តែប្រសើរឬស្ទុះហ្មងហើយអញ្ចឹងបងចំណេញឃើញហើយបងចំណេញបាន space ដាក់អីវ៉ាន់អញ្ចឹងមកប្លុកនេះឃើញប៉ុណ្ណឹងបងចំណុះវា110លីត្រអញ្ចឹងណាអញ្ចឹងបើសិនជាដាក់អីវ៉ាន់នៅខាងក្រោយពេញចង់ដាក់អីវ៉ាន់បន្ថែមទៀតបានហើយបើសិនជាបងមានជាអីវ៉ាន់ប្រភេទធំក្លិនណាប្រភេទក្លិនអត់ចង់ដាក់ខាងក្នុងនោះដើម្បីកុំឲ្យវាសាយភាយទៅខាងក្នុងឡានវាខមមិនយកមកដាក់នៅនេះវាអត់មានជះខ្យល់ចូលទៅក្នុងទេចាអញ្ចឹង option ទៅលើឡានមួយនេះបើសិនជាបងចាប់អារម្មណ៍ឡានតេស្តត្រៃក៏ខាងខ្ញុំមានឡានតាំងឬក៏បងត្រូវការយកភ្លាមគឺមានគ្រប់ពណ៌នៅក្នុង stock តម្លៃវា 22800 ធានា 8ឆ្នាំ 160,000 គីឡូទៅលើម៉ូទ័រអាគុយហើយនិងម៉ូទ័រ controller គ្រឿងផ្សេងៗពី6ខែដល់6ឆ្នាំហ្នឹងបងអញ្ចឹងនេះរៀងវាមើលពីជំហៀងហ្នឹងបង